វាប៉ុន្តែថ្នាំចាក់ហើយនឹងថ្នាំដាក់លេទឹកឲ្យផឹកប្រភេទថ្នាំម្សៅឬក៏ថ្នាំទឹកបាទមានបងប្អូនសួរថាតើគួរតែប្រើមួយណាហើយមួយណាវាមានប្រសិទ្ធភាពល្អជាងហើយអញ្ចឹងណាបាទប្រសិទ្ធភាពវាមិនខុសគ្នាទេបាទពីព្រោះសមាសធាតុឲ្យតែសមាសធាតុសកម្មឲ្យតែយើងវិនិច្ឆ័យរោគត្រូវថ្នាំនោះគឺវាត្រូវហើយប៉ុន្តែវាអាស្រ័យលើកំហាប់បាទវាតែកំហាប់គឺកម្រិតធ្ងន់ស្រាលនៃថ្នាំហ្នឹងតែតាមប្រភេទក្រុមហ៊ុនមួយតែគេផលិតចេញមកអញ្ចឹងណាតែអាចប្រើបានដូចគ្នាថ្នាំចាក់ក៏ប្រើបានថ្នាំម្សៅដែលយើងលាយទឹកឬក៏ប្រភេទថ្នាំខ្លះគេផលិតចេញមកជាប្រភេទទឹកតែម្ដងដែលយើងអាចដាក់ចូលនៅក្នុងទឹកហើយឲ្យមាន់ផឹកព្យាបាលជំងឺតែម្ដងអញ្ចឹងណារឿងនេះវាបើនិយាយពីប្រសិទ្ធភាពវាអាចព្យាបាលបានដូចគ្នាគ្រាន់តែថាការស្រូបយកបាទការស្រូបយកប្រសិទ្ធភាពវាលឿនយឺតអាស្រ័យទៅលើការប្រើប្រាស់ពីមុខនឹងឯងឥឡូវយើងមកប្រៀបធៀបមើលថាតើថ្នាំចាក់ហើយនឹងថ្នាំម្សៅលាយទឹកឬក៏លាយចំណីតើវាខុសគ្នាពីម៉េចអញ្ចឹងណាបាទបើនិយាយពីផ្លូវដាក់បញ្ចូលចំណុចទី1គឺផ្លូវដាក់បញ្ចូលបើថ្នាំចាក់គឺចាក់ទៅលើសាច់ដុំឬក៏ចាក់ទៅលើស្បែកបាទហើយប្រភេទថ្នាំម្សៅគឺដាក់ប្រភេទថ្នាំម្សៅគេលាយនៅក្នុងចំណីឬក៏លាយនៅក្នុងទឹកអញ្ចឹងណាបាទហើយចំណុចទី2គឺការទទួលយកសារធាតុថ្នាំហ្នឹងមានន័យថាបើប្រភេទថ្នាំចាក់យើងអាចកំណត់ដុសវាបានបាទកំណត់ទម្ងន់ច្បាស់លាស់ជាងពីព្រោះការកំណត់កម្រិតនៃការចាក់ហ្នឹងគឺយើងអាស្រ័យទៅលើការក្រិតរបស់យើងថ្នាំខ្លះបើកន្លះ cc គឺកន្លះ cc យើងចាក់គ្រប់ក្បាលគឺមួយក្បាលទទួលបានកន្លះ cc ដូចគ្នាប៉ុន្តែបើសិនជាថ្នាំម្សៅដែលយើងលេក្នុងចំណីឬក៏ក្នុងទឹកបើសិនជាមាន់នឹងវាអត់ផឹកអានឹងអត់ទទួលបានទេបាទហ្នឹងហើយថ្នាំខ្លះយើងលាយអត់ត្រូវដោះវាហើយលាយនៅក្នុងកម្រិតទឹកច្រើនទៀតក្នុងចំណីច្រើនទៀតអញ្ចឹងពេលដែលសត្វវាស៊ីទៅវាផឹកទៅវាកម្រិតដែលទទួលបានហ្នឹងវាតិចអញ្ចឹងក៏ប្រសិទ្ធភាពនៃការព្យាបាលអាចនឹងមិនសូវល្អអញ្ចឹងណាអញ្ចឹងយើងមើលថាតើកម្រិតដែលវាទទួលយកវាអាចគ្រប់គ្រាន់គ្រប់ក្បាលអត់អញ្ចឹងណាបើប្រៀបធៀបមើលទៅថ្នាំចាក់ដល់100លើ100ព្រោះយើងចាក់គ្រប់ក្បាលដល់100លើ100បើថ្នាំផឹកអត់ទៀងទេបាទអញ្ចឹងតើយើងមានវិធានការថាធ្វើម៉េចឲ្យមាន់ផឹកបានផងដូចខ្ញុំនិយាយអញ្ចឹងណាថ្នាំត្រូវហើយជំងឺត្រូវហើយប៉ុន្តែសំខាន់មាន់ផឹកបានអត់វានៅតែហ្នឹងតែមាន់ផឹកអត់បានថ្នាំល្អក៏អត់ជាដែរមិនជាបើវាអត់ផឹកប៉ុណ្ណឹងទី3គឺពាក់ព័ន្ធនឹងការស្រូបយកល្បឿននៃការស្រូបយកជាទូទៅហ្នឹងគឺប្រភេទថ្នាំចាក់វាទទួលយកលឿនបាទហើយទោះបីមាន់មិនស៊ីក៏ដោយមិនផឹកក៏ដោយតែយើងចាក់ទៅចូលហើយប៉ុន្តែពាក់ព័ន្ធថ្នាំម្សៅវាត្រូវឆ្លងកាត់ប្រព័ន្ធម្ល៉េះអាហារតើវាផឹកចូលបានអាចជាអាហ្នឹងវាពាក់ព័ន្ធនឹងការស្រូបយកវាចឹងហើយមួយទៀតហ្នឹងគឺកម្រិតមាន់ដែលជាវាឈឺធ្ងន់ឬស្រាលបាទមាន់ដែលវាឈឺធ្ងន់វាផឹកអត់កើតទេបាទវាងើបមកផឹកទឹកផឹកជាស៊ីចំណីអត់បានអាហ្នឹងវាមិនអាចទទួលបានថ្នាំទេក៏ប៉ុន្តែបើថ្នាំចាក់អាហ្នឹងយើងចាប់ទៅចាក់ទៅបានហ្មងបាទ100លើ100ហើយអញ្ចឹងថ្នាំចាក់នេះគឺច្រើនគឺប្រើទៅលើប្រភេទមាន់ដែលឈឺធ្ងន់ធ្ងរដែលវាពិបាកស៊ីចំណីពិបាកផឹកទឹកអាហ្នឹងគេប្រើថ្នាំចាក់អញ្ចឹងណាដើម្បីឲ្យប្រសិទ្ធភាពវាបានល្អអញ្ចឹងណាហ្នឹងហើយបើប្រភេទថ្នាំម្សៅហ្នឹងគឺកាលណាតែសត្វវាឈឺធ្ងន់ទៅវាអត់ងើបមកផឹកបានអាហ្នឹងការព្យាបាលយើងអត់ទៅបានជោគជ័យទេអញ្ចឹងយើងត្រូវមើលអញ្ចឹងណាបាទហើយមួយទៀតគឺបើនិយាយពីគុណវិបត្តិវិញវាមានដែរណាប្រភេទថ្នាំចាក់នេះបើក្នុងវងមាន់ច្រើនអាហ្នឹងយើងចំណាយពេលវេលាចាប់ចាក់ហ្នឹងច្រើនដែរណាម្ដងក្បាលអាហ្នឹងបើវាមានគុណវិបត្តិវាយ៉ាងដែរណាប្រភេទថ្នាំចាក់ហ្នឹងបើឧទាហរណ៍តែក្នុងរោងមាន់100 200ក្បាលវាឈឺអញ្ចឹងយើងមិនងាយនឹងចាប់ចាក់ទេអាហ្នឹងវាពិបាកទៅហ្នឹងក៏ប៉ុន្តែបើប្រភេទថ្នាំលាយទឹកលាយម្សៅលាយចំណីវិញគឺងាយស្រួលជាងអាហ្នឹងណានិយាយខ្លីថាការព្យាបាលជាក្រុមវាងាយស្រួលជាងអាហ្នឹងវានៅកន្លែងហ្នឹងអាហ្នឹងពាក់ព័ន្ធនឹងគុណវិបត្តិហើយមួយទៀតហ្នឹងគឺការចាក់ហ្នឹងបើសិនជាយើងចាក់អត់ត្រូវទេអត់ដឹងរបៀបចាក់ទៅវាអាចអាប់ខ្សែទៅលើស្បែកធ្វើឲ្យសត្វមានការឈឺចាប់បាទអាចបង្កទៅជារបួសស្នាមទៅលើសាច់ដុំអីហ្នឹងអញ្ចឹងណាបាទគេគាត់ថាថ្នាំម្សៅហានិភ័យរបស់វាគាត់ថាមាន់វាមិនទទួលបានថ្នាំស្មើគ្នាបើមិនយើងអត់ចេះរៀបចំមាន់វាអាណាបានផឹកបានអាណាអត់អញ្ចឹងណាអាហ្នឹងវាថាប៉ុណ្ណឹងអាហ្នឹងពាក់ព័ន្ធនឹងការប្រៀបធៀបគ្នារវាងការប្រើថ្នាំចាក់ហើយនឹងការប្រើប្រាស់ថ្នាំម្សៅគឺនៅតែហ្នឹងទេបាទហើយប្រសិទ្ធភាពវាដូចគ្នាទេបើឲ្យតែយើងធ្វើត្រូវព្រោះគេផលិតមកវាមានតម្រូវអញ្ចឹង